សូមជូនរឿងស្នេហ៍ពិតមិនគិតមានក្របភាគទី3ឧបសគ្គដំបូងការតាក់ទងរវាងសុភ័ក្រនិងវីរៈកាន់តែជិតស្និទ្ធឡើងរាល់យប់ពួកគេសន្ទនាទូរស័ព្ទអំពីជីវិតនិងសុបិនរបស់ពួកគេសុភ័ក្រចាប់ផ្ដើមមានអារម្មណ៍ថាវីរៈជាមនុស្សពិសេសម្នាក់ដែលអាចទុកចិត្តបានវីរៈក៏មានអារម្មណ៍ថាសុភ័ក្រមិនដូចនារីកូនអ្នកមានទូទៅនោះទេប៉ុន្តែការពិតមួយដែលវីរៈមិនទាន់ដឹងគឺក្តីស្រឡាញ់នេះអាចនឹងបង្កឲ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរការប្រឈមជាមួយម្ដាយសុភ័ក្រថ្ងៃមួយនៅពេលដែលសុភ័ក្រកំពុងអង្គុយជែកជាមួយវីរៈនៅហាងកាហ្វេនោះស្រាប់តែមានការហៅទូរស័ព្ទមកពីម្ដាយរបស់នាងម្ដាយសុភ័ក្រអាឡូកូននៅណាហេតុអ្វីក៏មិនត្រឡប់មកផ្ទះសុភ័ក្រខ្ញុំកំពុងជួបមិត្តភក្តិខ្ញុំនៅមិនយូរទេម៉ាក់បន្តិចទៀតកូនទៅហើយម៉ាក់វីរៈអាចដឹងថាសំឡេងរបស់ម្ដាយសុភ័ក្រស្ថិតក្នុងអារម្មណ៍អត់សប្បាយចិត្តគាត់ស្ងៀមស្ងាត់មិនចង់ធ្វើឲ្យសុភ័ក្រមានបញ្ហាជាមួយគ្រួសាររបស់នាងនោះទេប៉ុន្តែការជួបរវាងវីរៈនិងម្ដាយសុភ័ក្រក៏មកដល់កាន់តែលឿនជាងដែលគាត់រំពឹងទុកថ្ងៃបន្ទាប់សុភ័ក្រត្រូវបានម្ដាយនាងហៅទៅជែកនៅផ្ទះម្ដាយសុភ័ក្រកូនកំពុងទំនាក់ទំនងជាមួយនរណាហេតុអ្វីម៉ាក់សង្កេតឃើញថាកូនប្លែកអីចឹងសុភ័ក្រម៉ាក់ខ្ញុំមានមិត្តថ្មីគាត់ឈ្មោះវីរៈគាត់ជាបុរសសាមញ្ញប៉ុន្តែមានចិត្តល្អនិងស្មោះត្រង់ណាស់ហើយអាចពឹងពាក់បានទៀតផងណាម៉ាក់ម្ដាយសុភ័ក្រកូនកំពុងមានស្នេហាជាមួយអ្នកក្រីក្រមែនទេតើកូនដឹងទេថាវាបំផ្លាញអនាគតដ៏ល្អរបស់កូនសុភ័ក្រមានអារម្មណ៍ថាខ្លួនពិបាកចិត្តនិងអស់សង្ឃឹមព្រោះនាងស្គាល់ចរិតរបស់ម្ដាយនាងច្បាស់ខ្លាំងណាស់ម្ដាយនាងស្រឡាញ់តែអ្នកមាននិងមិនចូលចិត្តឲ្យកូនស្រីរបស់ខ្លួនស្និទ្ធស្នាលជាមួយអ្នកក្រីក្រឡើយប៉ុន្តែនាងមិនអាចខ្វះនឹងបោះបង់វីរៈបាននោះទេវីរៈមានអារម្មណ៍ថាគ្មានតម្លៃសុភ័ក្រព្យាយាមរកវិធីដើម្បីបន្តទំនាក់ទំនងជាមួយវីរៈដោយមិនឲ្យម្ដាយដឹងប៉ុន្តែវីរៈចាប់ផ្ដើមមានអារម្មណ៍ថាអាចជាការលំបាកណាស់ក្នុងការរក្សាស្នេហានេះបងមិនចង់ធ្វើឲ្យអូនមានបញ្ហាជាមួយគ្រួសារឡើយវីរៈនិយាយដោយស្នាមញញឹមបង្កប់នូវភាពក្រៀមក្រំបងវីរៈសូមកុំគិតថាអូនជ្រើសរើសអ្នកដោយប្រហែលឲ្យសោះអូនពិតជាស្រឡាញ់បងខ្ញុំជឿជាក់លើបងវីរៈមិនចង់ឲ្យសុភ័ក្របាត់បង់អនាគតរបស់នាងក៏ដូចជាបែកបាក់ពីគ្រួសារឡើយគាត់ដឹងថានាងមានអនាគតល្អជាមួយគ្រួសារដែលអាចផ្ដល់អ្វីគ្រប់យ៉ាងតែខ្លួនគាត់វិញគឺមិនមានអ្វីសម្រាប់ផ្ដល់ឲ្យនាងឡើយតើវីរៈនឹងសម្រេចចិត្តបែបណាតើត្រូវបោះបង់សុភ័ក្រទៅទេតើសុភ័ក្រអាចធ្វើឲ្យម្ដាយនាងទទួលយកវីរៈបានឬទេសូមតាមដានភាគទី4ដែលជាភាគបន្តសូមអរគុណ